มกายมวยดวงนังเตอจะเจ้งปีกรรมทีระบายเยิงนาซาแต่ดวงกายจำนวนใบรูปแต่ปนอได้นังเตอบรรทอดำนาตบกเตียดดันดามจุดในเจลิพีดวงกายไอคือจิตดวงกายดอชนามใต้มือรูปแต่ปนอได้จอบเจลิพีในขนมกรรมทีกายเรียกขนมส่วนระบายเยิงนี้จิตดำบ่มกายเรียกขนมส่วนระบายเยิงสมทลายอำนาจกลได้เนตได้บ้านโจรวมเลือดดำการในวิสัยศิลปะในจำเรียงก็โดยจิตดาวอากาศกระดาษดวงกายระบายเยิงจิตจารรูปบ้านลางหมอกบังไฮในสมรรถภาพระบายคลุ้นแต่ในขนมกรรมทีกายเรียกขนมส่วนระบายเยิงจีเรียงรอสัปดาห์แต่งแต่เมียนกาอันเจงโจรวมปีขณะเมประโยคจำนวนปีรูปดำใบประดาลบัตรพิซาวก็โดยจีวีดำไลสมรรถภาพในการเรียงระบายดวงกายจุดดำบงนี้สมสมาคมวัตเมียนระบอบวิระศิลปะกอเลกรูมเม้งสถีบันบรรทอตีดสมสมาคมวัตเมียนระบอบกัมพูดาราจำเรียงด้านระบายระบายในขนมปฏิกัมพูชีระบายเยิงคือเนบองสวนจันทาจากกรรมที่สัมผัสอำนาจกลดาววัตเมียนระบายโลกเต็งปีดาบานจำนายเป็นผลิตดามินดำไลเองเจงเชื่อรวมจีเรียงรอสัปดาห์ในขนมกรรมที่กายเรียกขนมส่วนระบายเยิงจากการมาตัมปอในกรรมที่กายเรียกขนมส่วนระบายเยิงสมัยเจงเราแนตุสนาในสดับนบัตรจำเรียงได้จากการเรียงร่วมขึ้นเนี่ยในรวมกายดชนามเตียงบนรูประบายเยิงในบัตรจำเรียงกรมจำนวนเจงท้ากัมพูชีแปรริจนจ่าอาชาริยะชะรุ่นเนี้ยดักขนมเบดงโซมอกุนสลายกูรบได้จัสมอสอพี่สายไม้ตัดจับขมายมุกมีสไนย้อนยักษ์สระล้อเร็กซ์ไม่ยิงกับพออังก็จังเลยกลาWhat do you want? Trong đời sống, sống ra không một Campuchia. Happy to see you here, Cambodia. Cambodia, Regina, Chariya. Cambodia, Kingdom of Wonder. Sakal dang lư, bay rung tư, Gage mục mai, bay song sa, Gage mục mai. โดยฮาโลยังฉลาดแตงหมอเอาใจโยนยังยืดฉลาดรูปเนี้ยดักลงเบดงโซมอกุนสลันกูรบได้จัสมอสอพี่สายไม้ตัดจับขมายมุกมีสไนย้อนยักษ์สระล้อเรสไม่ได้กับพออังก็จังเลยกลาเราไม่ละบังเลยได้เชียร์สันลำอังก็ชอบมองไปย้อนยังเรื่องเพียมีสไนทิ้งไปสังคมบังคอร้องเรื่องเด็กจะไกลกลาเรื่องบอดี้กินน้ำมัน
កូនដាក់ដួងកាយទាំង4រូបដែលបានលើកយកនៅបទចម្រៀងកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈចាជាការពិតណាស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងទេសចរចាខិតខំប្រឹងប្រែងដើម្បីនឹងធ្វើយ៉ាងណាចារកគ្រប់វិធីសាស្ត្រតាក់ទាញភ្ញៀវទេសចរមិនថាទីជិតទីឆ្ងាយឲ្យអញ្ជើញមកទស្សនាកម្ពុជារបស់យើងដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាយើងធ្វើយ៉ាងណាចូលរួមនៅក្នុងសកម្មភាពទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អទាំងអស់គ្នាធ្វើអ្វីៗដើម្បីទេសចរនឹងផ្ដល់អ្វីៗមកដល់អ្នកទាំងអស់គ្នាចាសូមស្ដាប់នៅការយល់ឃើញពីគណៈមេប្រយោគទាំងពីររូបរបស់យើងជាដំបូងនេះសូមអញ្ជើញវីរៈសិល្បករលោកគ្រូមេងសុធីវ៉ាន់មានប្រសាសន៍ឃើញថាសប្តាហ៍នេះក្មួយទាំងអស់ស្រស់បំប្រងតែម្ដងបើកឆាកមកយើងបានរួមដៃគ្នាសម្ដែងនៅចម្រៀងមួយបទក្រោមចំណងជើងថា Cambodia Kingdom of Wonder កន្លែងនេះហើយជាមោទនភាពនៃប្រទេសជាតិយើងដែលវិស័យទេសចរកំពុងតែរីកចម្រើនខ្ញុំសូមកោតសរសើរក្រៃលែងដែលសប្តាហ៍នេះគឺថាដូចជាក្រៃចឹងស្អាតណាស់សម្ដែងបានល្អហ្មងហើយច្រៀងក៏បានល្អដែរក៏ប៉ុន្តែខ្ញុំសូមបើមុខកញ្ចក់បន្តិចបាទសូមសួរទៅបងអូនក្មួយឆាន់ជុនណាលោកគ្រូបើសិនជាសប្តាហ៍នេះក្មួយទៅដើរចេញតែក្មួយមានអារម្មណ៍បែបណាដែរទោះបីជាសប្តាហ៍នេះខ្ញុំដើរចេញក៏ដោយក៏ខ្ញុំមានមោទនភាពនៃខ្លួនឯងដែលបានមកឈានជើងដល់វគ្គនៅតែ4ដួងនេះលោកគ្រូអរគុណនេះជាទឹកចិត្តសិល្បករមែនទែនណាបាទនេះហើយខ្ញុំចង់បាននោះធ្វើឲ្យគណៈកម្មការយើងខ្ញុំទាំងពីរនាក់នឹងសប្បាយចិត្តណាស់ដែលក្មួយមានទឹកចិត្តយ៉ាងដូចនេះហើយសូមសួរទៅក្មួយសវត្តទៀតណាមួយយល់យ៉ាងណាដែរបើសិនជាក្មួយត្រូវដើរចេញពីកម្មវិធីនេះសម្រាប់ក្មួយយល់ថាទោះជាក្មួយដើរចេញក៏ក្មួយនៅតែសប្បាយចិត្តព្រោះក្មួយមិននឹកស្មានតែខ្លួនឯងអាចឈានដល់ដំណាក់កាលនេះហើយនេះគឺជាក្តីសម័យហើយល្អមែនតែនសម្រាប់ក្មួយអរគុណនេះទឹកចិត្តសិល្បករពិតប្រាកដមែនណាសូមសួរទៅក្មួយបត់ណាមកលោកគ្រូណាក្មួយបត់ក្មួយអាចឆ្លើយមើលតើបើសិនជានៅក្នុងសប្តាហ៍នេះក្មួយត្រូវដើរចេញពីកម្មវិធីតើអារម្មណ៍ក្មួយយ៉ាងណាដែរបើសិនជាខ្ញុំដើរចេញពីកម្មវិធីនៅសប្តាហ៍នេះក៏ខ្ញុំមិនអស់សង្ឃឹមដែរពីព្រោះកម្មវិធីនេះធ្វើឲ្យខ្ញុំបានយល់ធ្វើឲ្យខ្ញុំបានដឹងនៅតើអំពើល្អយ៉ាងម៉េចអំពើអាក្រក់យ៉ាងម៉េចហើយកម្មវិធីនេះក៏បានជួយបង្រៀនខ្ញុំឲ្យធ្វើសាងអំពើល្អគ្រប់ទាំងអស់ហើយខ្ញុំធ្លាក់ក៏ខ្ញុំមិនអស់ចិត្តដែរខ្ញុំចូលចិត្តកម្មវិធីនេះសូមកាត់ក្មួយបន្តិចក្មួយអ្នកណាធ្វើអាក្រក់មួយក្មួយខ្លះប្រាប់គណៈកម្មការមើលទៅគណៈកម្មការវិនិច្ឆ័យទៅតាមផ្លូវច្បាប់អត់មានណាទេគាត់ទេក្មួយអីអត់មានទេលោកគ្រូបាទអញ្ចឹងទឹកចិត្តមួយដល់ពោផង់ណាតំពាំងស្នរិស័យនេះក្មួយជាយុវវ័យចំនួនក្រោយទេប៉ុន្តែក្មួយមានចិត្តទលំទលាយសឹងថាជាងអ្នកចាស់ទៅទៀតយកក្មួយស្រីចាលោកគ្រូចំពោះវគ្គនេះទោះបីជាខ្ញុំធ្លាក់ក៏ខ្ញុំគ្មានការអន់សពុនចិត្តដែរព្រោះថាលោកគ្រូហ្វៃសំអាងនិងក្រុមការងារនៅស្ថានីយ៍ប៉ុស្តិ៍អប្សរាប៉លេខ11បានមកកើតកម្មវិធីនេះឡើងដើម្បីខ្ញុំបានបញ្ចេញនៅសមត្ថភាពហើយក៏បានទទួលនៅបទពិសោធន៍ការស្ថាបនាកែលម្អពីលោកគ្រូអ្នកគ្រូដូចជាគណៈមេប្រយោគផងដែរសូមអរគុណអូត្រឹមត្រូវណាស់អញ្ចឹងក៏ខ្ញុំសូមឱកាសនេះខ្ញុំសូមលើកក្មួយទាំង4នាក់ជាសិល្បករ4ដួងនេះគឺថាជាគំរូមួយដ៏ល្អប្រពៃដែលគួរសិល្បករដទៃទៀតនោះយកគំរូដ៏ល្អផូរផង់នេះដោយសារអ្វីពីមុនមកមានសិល្បករមួយចំនួនដែលគាត់មិនបានយល់ដឹងមានចិត្តចង្អៀតចង្អល់ច្រណែនឈ្នានេះអ្នកដទៃនិងអត្តចរិតមិនសមរម្យណាក្អើតកតោមអាងខ្លួនឯងប្រកែអាងអ្វីគឺថាសូមឲ្យក្មួយទាំង4ដួងនេះធ្វើជាគំរូណាគំរូដល់ពិសេសដល់ផូរផង់បំផុតដើម្បីឲ្យសិល្បករនេះទាំងឡាយមើលឃើញថាភាពត្រចះត្រចង់និងចិត្តទូលំទូលាយរបស់យើងជាសិល្បករហ្នឹងគឺថាចិត្តយ៉ាងដូចនេះឯងបាទសូមអបអរសាទរចាអរគុណលោកគ្រូមេសុធាវ៉ាន់បន្តទៀតសូមអញ្ជើញអ្នកបងសួនច័ន្ទថាលោកគ្រូមានប្រសាសន៍អស់ហើយចំពោះខ្ញុំសួរទៅបងអូនបត់បន្តិច
មិញថាបើខ្ញុំធ្លាក់ខ្ញុំមិនអស់ចិត្តទេនិយាយតាក់មាត់ទេអីបើសិនតែខ្ញុំធ្លាក់ខ្ញុំមិនអស់ចិត្តទេចាអញ្ចឹងឲ្យបងវិតធ្លាក់ហ្មងចាតែព្រោះស្ងប់ពេកទៅខ្ញុំផ្លាត់មាត់ចាតាមពិតនោះនាងចំពោះនាងខ្ញុំវិញតាំងពីនាងខ្ញុំបានមកធ្វើគណៈកម្មការនៅក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាកម្មវិធីផ្កាយរះក្នុងសួននេះធ្វើឲ្យសំបីតាមិនថាប្អូនទាំង4ទាំងអស់បានប្រឡងដែលមានការយល់ដឹងទេចំពោះអ្នកគ្រូដែលជាកូនសិស្សក៏លោកគ្រូវិរៈសិល្បៈលោកគ្រូមីងសុធីវ៉ាន់ចំពោះអ្នកគ្រូក៏អ្នកគ្រូមានការយល់ដឹងមានបទពិសោធន៍បន្តិចខ្លះដែរចាឃើញថាបងប្អូនពិតជាល្អដោយលោកគ្រូមានប្រសាសន៍អញ្ចឹងនៅខាងក្រៅសូមលើកនិយាយបងអូនសវ៉ាបន្តិចថ្ងៃមួយខ្ញុំភ្លេចគេហៅថាលុយប្រាក់រឿងពិតខ្ញុំស្រោមសម្បត្តិហ្នឹងគឺមានប្រាក់ក្នុងហ្នឹងចាខ្ញុំភ្លេចត្មងនៅខាងក្រោយតែបងអូនមានចរិតល្អណាស់បងអូនកាន់ប្រាក់ហ្នឹងយកមកឲ្យគ្នាខ្ញុំវិញសូមអបអរសាទរបងអូនមួយសិនមកចាពីព្រោះនៅខាងក្រោយណាបើយើងបាត់រមុខអ្នកយកមិនឃើញទេមិនអញ្ចឹងចាប៉ុន្តែបងអូនធ្វើនេះគឺថាភ្ញាក់ផ្អើលណាចំពោះខ្ញុំជាគណៈកម្មការផងឃើញបងអូនមានអត្តចរិតល្អមិនលោភលន់ចាមិនចង់បានរបស់គេអញ្ចឹងសូមកោតសរសើរបងអូនទាំងអស់ដែលបងអូនណែនាំគ្នាទៅវិញទៅមកអញ្ចឹងស្រឡាញ់គ្នាចាហើយអ្នកដឹកនាំឬក៏អ្នករៀបចំឲ្យបងអូនគោរពអញ្ចឹងឃើញថាចរិតបងអូនល្អណាស់ដោយលោកគ្រូមានប្រសាសន៍អញ្ចឹងសិល្បៈខ្លះគួរតែយកគំរូតាមបងអូនចាសូមអរគុណសូមអរគុណចាអ្នក